ថ្មីនេះគណៈកម្មការអាចារ្យនៃសាលាបឋមសិក្សាគោកចកមានលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងគណៈកម្មការត្រួតត្រងសាលាបឋមសិក្សាគោកចកស្ថិតនៅភូមិគោកចកឃុំគោកចកស្រុកកំពង់ត្របែកខេត្តព្រៃវែងបានសរស្រួលមូលមតិគ្នាផ្ដើមធ្វើមហាបុណ្យប្រការស្មីសាមគ្គីដើម្បីប្រមូលថវិកាមកកសាងទីចាត់ការនិងបណ្ណាល័យសាលាទៅទៀតមានឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីអ្នកនាងកញ្ញាព្រមទាំងលោកតាលោកយាយអ៊ំពូមីងបងប្អូននិងសិស្សានុសិស្សយ៉ាងច្រើនកកក្នុងគណៈពេលនោះដែរមានឯកឧត្តមអុកសីហានិងលោកជំទាវព្រមទាំងសហការីដឹកនាំថវិកាចំនួន3 លានរៀលសម្រាប់កសាងនៅទីចាត់ការនិងបណ្ណាល័យនិងថវិកាមួយចំនួនទៀតចំនួន1,063,500សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្សចំនួន425នាក់ក្នុងនោះសិស្សម្នាក់ទទួលបានថវិកាចំនួន3,000រៀលសរុបថវិកាទាំងអស់របស់ឯកឧត្តមអុកសីហាចំនួន4,635,000រៀលជាចុងក្រោយខ្ញុំបាទជួបមុខឲ្យលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សលោកអាចារ្យគណៈកម្មការនៃសាលាបឋមសិក្សាគោកចកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកឧត្តមអុកសីហានិងលោកជំទាវព្រមទាំងសហការីឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងពុទ្ធពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមបងប្អូនជួយ like page និង follow page ខ្ញុំមួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា